ជំរាបសួរនិងសួស្តីទាំងអស់គ្នាខ្ញុំឈ្មោះលោកសវណ្ណបណ្ឌិតខ្ញុំគឺជាសិល្បករម្នាក់ដែលនឹងដាក់តាំងបង្ហាញស្នាដៃរបស់ខ្ញុំនៅក្នុងកម្មវិធី Dignity Cambodia 2025 ហើយស្នាដៃរបស់ខ្ញុំគឺជាគំនូរជីវចលដែលមានចំណងថា Break Silence ខ្ញុំចូលចិត្តគូរគំនូរបែប Digital បែបពាក់ព័ន្ធជាមួយនឹង Comfort Imagination គំនូរជីវចលនេះផងដែរខ្ញុំចង់បង្ហាញរូបស្រីបងស្រីគាត់គឺជាជនរងគ្រោះដោយសារតែគាត់មានឪពុកម្ដាយដែលប្រកាន់គំនិតបែប traditional ឈប់រៀនឆាប់រៀបការយកប្តីមានកូនទៀតនោះគឺតួអង្គធីតាដែលជាតួអង្គគំរូគាត់គឺជាក្មេងស្រីដែលប្រកាន់យកជំហររបស់ខ្លួនឯងដោយមិនឲ្យពុកម៉ែគាត់នឹងកំណត់ទុកវាសនាគាត់ថាគាត់ត្រូវទៅផ្លូវណាគឺគាត់ដាក់ចោះរើសផ្លូវដើរខ្លួនគាត់គឺជាខ្លួនគាត់ហើយគំនូរជីវចលនេះផងដែរគឺជាស្នាដៃគំនូរជីវចលទី1របស់ខ្ញុំសូមអរគុណដល់ Dignity Cambodia និង NGOC ដល់ហើយនឹងទីមទាំងអស់គ្នាដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានចូលរួមក្នុងកម្មវិធីនេះបញ្ចេញស្នាដៃហើយនឹងគំនិតហើយខ្ញុំសង្ឃឹមថាវីដេអូនេះផងដែរនឹងមានប្រយោជន៍សម្រាប់ក្មេងស្រីៗដែលចាប់អារម្មណ៍ក្នុងវិស័យ STEM ដោយសារខ្ញុំខ្លួនឯងខ្ញុំរៀនខាងសំណង់ Civil ខ្ញុំរៀន Engineer ដែរហើយអ្នកទាំងអស់គ្នាដែលចាប់អារម្មណ៍វិស័យ STEM just go for it និយាយតាមត្រង់ទៅវិស័យ STEM វាមិនស្រួលព្រោះថាយើងថាប្រំថាស្រីវាសិតតែលំបាកទាំងអស់គ្នាព្រោះថាតែខ្លះនៅក្នុងសង្គមយើងអ្នកខ្លះគាត់នៅមានគុំ mindset មួយហ្នឹងគាត់នៅតែប្រកាន់ថាក្មេងស្រីមិនគួររៀននោះអីចឹងទៅហើយវីដេអូនេះផងដែរខ្ញុំ I was inspired by ឃើញ SW ហើយបានទទួលយកពីអ្នកដែលនៅជុំវិញខ្លួនខ្ញុំហ្នឹងហើយពាក្យលើកទឹកចិត្តមួយចំនួនដែលខ្ញុំប្រើនៅក្នុងវីដេអូហ្នឹងតែហើយគឺមកពីម៉ាក់ខ្ញុំដែលគាត់លើកទឹកចិត្តខ្ញុំនៅពេលខ្ញុំរៀននៅក្នុងបាយអស់ហ្នឹងខ្ញុំសង្ឃឹមថាវានឹងជាសម្រាប់យុទ្ធនាការមួយនេះជាចុងក្រោយសូមអរគុណបាយ